សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថាមានអីពិសេសទៀតតែពួកខ្ញុំមកគឺមកសម្ពោធរទេះរុញថ្មីនៅសារទៅនៅអ៊ីអន2សែនសុកយើងហ្នឹងតែមិនមែនកម្មវិធី event អីទេដោយសារតែរទេះរុញតែខ្ញុំកំងពីប្រទេសចិនតាមថៅប៉ៅហ្នឹងបានមកដល់ហើយ unboxing ឲ្យក្តៅក៏នាំកូនមកសម្ពោធតែម្ដងហើយណាមួយទៀតណាក៏ជាថ្ងៃដែលត្រូវនាំកូនចេញដើរលេងដល់ខាត់ខួរក្បាលបាត់ពី stress ផងខ្ញុំនឹងកូននៅផ្ទះជាមួយគ្នារាល់ថ្ងៃ24ម៉ោងលើ24ម៉ោងហើយអញ្ចឹងមានតែថ្ងៃតែប្តីខ្ញុំទៅនេះទេគឺឆ្លៀតនាំកូនដើរលេងខ្លះពេលខ្លះក៏ទៅកន្លែងឆ្ងាយពេលខ្លះក៏ដើរលេងចិត្តផ្ទះឲ្យតែបាននាំកូនចេញក្រៅខ្លះនិយាយទៅតួនាទីជាឪពុកម្ដាយគឺទំនួលខុសត្រូវច្រើនហត់ច្រើនអត់ចេះកញ្ចប់ដោយពាក្យគេនិយាយថាតប៉ែតែសុបាយហើយសម្រាប់កម្មវិធីសម្ពោធរទេះរុញថ្មីនេះអត់មានចង់ធ្វើម្ហូបតុកកាយទេដោយសារតែរៀងចង់ខែអញ្ចឹងហើយចូលទិញនំប៉័ងដែលខ្ញុំចូលចិត្តញ៉ាំឯកូនបើក៏បាននំពងទាមួយដែរលើកនេះដូចរៀងធំដឹងក្តីជាងមុនហើយចេះហុចនំពងទាឲ្យប៉ាប៉ាកាត់លុយសិនណាបើរហដងវិញអាវ៉ាន់ណាដែលចូលដៃហើយគឺងាយយកវិញទេឥឡូវនេះគឺពួកខ្ញុំបានមកដល់ហាងកាហ្វេប្រចាំស្នេហ៍ហើយការជំនាន់ញ៉ាយគ្នាដបងគ្មានតាណាទេមកអង្គុយតែផឹកកាហ្វេនៅប្រៅហ្នឹងដោយសារតែរសជាតិត្រូវមាត់អាហារសម្រន់នៅហ្នឹងនឹងនំសុទ្ធតែឆ្ងាញ់ហើយបើថាចង់ឲ្យប្តីមានសេរីប្រចាំបេះដូងអីណាគឺមានតែកូនស្រីមួយទៅបានណានិយាយពីថាសេវាកម្មដល់កឲ្យតែប៉ាប៉ាញ៉ាំកាហ្វេនឹងតែជួយដាក់តាយោឲ្យហ្មងតែតម្រាំតែដាក់តាយោឲ្យនឹងកាហ្វេចង់ឲ្យលេតកកឲ្យបើថាប៉ាមិនជួយទេមានតែអង្គុយចាំផឹកកាហ្វេដល់ស្ងួតជើងថ្មិញអីហើយសម្រាប់កម្មវិធីបន្ទាប់ទៀតហ្នឹងគឺខ្ញុំនាំអាយលីមកជីឈូ2នាក់អាពេលឡើងជីដំបងនិយាយទៅដូចហមណាដើរឡើងលឿនអត់មានចាំម៉ែទេដល់ពេលរទេះភ្លើងចេញតាណាយំទាគេចោះដោយសារតែអត់ឃើញប៉ាប៉ាជីជាមួយម៉ែនេះលួងតម្រាំតែជីដល់ចំអញ្ចឹងបានថាអាពេលចង់ជីក៏កូនអាពេលចង់ចោះក៏កូនតាមប៉ាតើក្មេងយំជារឿងធម្មតាតែកូនខ្ញុំបើសិនជាគាត់យំវិញគឺមិនធម្មតាតែម្ដងស្រែកយកដាក់មកអស់សលេងអញ្ចឹងហើយត្រូវតែបញ្ញាប់ឆាប់លួងគាត់បើអញ្ចឹងទេផ្អើអ្នកចិត្តខាងនៅចិត្តនឹងអស់ហើយចាបើថារឿងខូចអីរ៉េតឲ្យកូន8លើ10ហ្មងឡើងនេះមកដល់កន្លែងបាត់ stress របស់ម៉ែឪម្ដងលេងហ្គេមសាយរំខ្លះហើយខ្ញុំមកគឺចូលចិត្តចាប់តុក្កតានិងបោះបាល់និយាយទៅហ្គេមប្រចាំតកោហ្មងហើយមុនឡើងមិនហ្នឹងគឺគេបានចែកសម្បត្តិឲ្យខ្ញុំចាប់តុក្កតា free ចំនួន3ស្លឹកដែរចឹងខ្ញុំឲ្យប្តីខ្ញុំគាត់ទិញកាក់ហ្គេមបន្ថែមទៀតអញ្ចឹងណាហើយកូនបើខ្ញុំគឺដើរមើលនេះមើលនោះហើយគេឡើងអង្គុយចុចទូនេះដូចបានដាក់កាក់លេងមែនតែនអញ្ចឹងនិយាយទៅដងមែនតែនកាត់រម៉ែឪហ្មងអារឿងលេងហ្គេមអីហ្នឹងឥឡូវនេះចូលដល់វគ្គប៉ាប៉ាចាប់តុក្កតាហើយនិយាយទៅលេងហ្គេមចាប់តុក្កតានេះតាំងពីនៅសង្សារគ្នារហូតដល់ខ្លាចទៅជាប្តីប្រពន្ធហើយអ្នកទាំងអស់គ្នាខ្ញុំនិយាយមែនណាចាប់អត់ដែរបានទេអត់ដឹងមិនអត់យល់ដែរប្រហែលជាពួកខ្ញុំអត់សូវមានថ្មីដៃឬក៏មកពីអត់មានសំណាងនៅក្នុងការចាប់តុក្កតានឹងបានហើយអ្នកទាំងអស់គ្នាមើលសកម្មភាពទៅគឺដូចខ្ញុំនិយាយចឹងគឺចាប់អត់បានទេឥឡូវនេះប្តីខ្ញុំគាត់ចង់ទៅលេងហ្គេមផ្សេងអញ្ចឹងទៅដាក់ឲ្យអាលីនេះឈរវាយអាតុក្កតានេះលេងអញ្ចឹងណាហើយគេកំពុងតែឈរលេងសុកហ្នឹងស្រាប់តាតុក្កតាហ្នឹងវាលោតចុះលោតឡើងដល់ពេលងាកមកក្រោយមកបាត់ប៉ាប៉ាមានណាយំបដ ாய் និយាយទៅឲ្យតែចេញមកខាងក្រៅគឺថាมันអាចឃ្លាតពីប៉ាប៉ាបានទេដោយសារតែប៉ាប៉ាប៉អូនរហូតហើយឥឡូវនេះគឺពួកខ្ញុំបាននាំគាត់លេងហ្គេមហើយអញ្ចឹងទៅក៏ត្រូវនាំគាត់ទៅជាន់ទី3អញ្ចឹងណាដើម្បីឲ្យគាត់ជិះអីលេងផ្សេងទៀតដោយសារតែនៅនេះគឺកន្លែងលេងរបស់ពួកខ្ញុំទេឥឡូវនេះគឺបាននាំគាត់មកលេងកន្លែងដែលគាត់ចង់លេងហើយអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាអរគុណសម្រាប់ការមើលវីដេអូរបស់ពួកខ្ញុំតាំងពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយ